ចឹងមានបងប្អូនគ្នាយើងច្រើនមែនទែនដែលអត់ទាន់យល់ពី Tour Auto Run ដែលគាត់សួរខ្ញុំជាច្រើនថាគាត់អត់ដែលធ្លាប់ធ្វើរឿង គាត់អត់ចេះបកប្រែរឿងតើគាត់អាចបកប្រែនៅក្នុង Tour របស់ខ្ញុំអាចក្រាននៅ Tour របស់ខ្ញុំបានអត់? អញ្ចឹងខ្ញុំនឹងមកបង្ហាញបញ្ជាក់នៅក្នុងវីដេអូនេះម្ដងទៀតថា Tour របស់ខ្ញុំគឺងាយស្រួលប្រើខ្លាំងមែនទែន ជាពិសេស Tour Auto Run ហ្នឹងហ្មង ដោយអត់មានត្រូវការប្រើពេលយូរឬក៏ត្រូវការក្លុកកលៀតវែងឆ្ងាយអីទេ អញ្ចឹងអ្នកនរគ្នាជាដំបូងគ្រាន់តែទិញ Tool ខ្ញុំទៅគឺនឹងឲ្យ Tool ទៅហើយ អញ្ចឹងអ្នកនរគ្នាគ្រាន់តែបើក Tool ហើយនេះចូលមកកាន់ពាក្យ Auto Run ពេលចូលមកកាន់ Auto Run បែបនេះហើយអ្នកនរគ្នាគ្រាន់តែចុចនេះ Close Folder មានន័យថាយើងដាក់ Folder រឿង អញ្ចឹងអ្នកនរគ្នាអាចចូលទៅរើសរឿងដែលអ្នកនរគ្នាចង់ដាក់បាន ឥឡូវខ្ញុំធ្វើការបករឿងឲ្យភ្ញៀវខ្ញុំតែម្ដងដែលគាត់ទិញរឿង អញ្ចឹងខ្ញុំធ្វើការបកយកនេះ យើងគ្រាន់តែចុចលើវាអញ្ចឹងហើយយើងចុច Send Folder មក វានឹងតម្លាក់រឿងចូលមកហើយអ្នកនរគ្នា អញ្ចឹងនេះវាបានតម្លាក់រឿងចូលមកពេញអស់ហើយ អត់មានត្រូវកែអីពិបាកទៀតទេ បើសិនជាអ្នកនរគ្នាអត់មានត្រូវការកែអី អ្នកនរគ្នាគ្រាន់ចុចAuto Run ទៅគឺជាការស្រេចហើយ ប៉ុន្តែឧទាហរណ៍បើអ្នកនរគ្នាចង់កែគឺអាចកែបាននៅក្នុងហ្នឹងណា អញ្ចឹងឧទាហរណ៍ឥឡូវចង់កែអីគេ អ្នកនរគ្នាអាចដាក់ Blur ដាក់រូបភាព ឬក៏ដាក់ជាឡូហ្គោអីបាននៅក្នុងហ្នឹងណា តែខ្ញុំគឺខ្ញុំអត់ដាក់ទេ អញ្ចឹងកន្លែងនេះ អ្នកនរគ្នាចង់បិទភ្លេង អូខេណា ចង់បិទភ្លេងអ្នកនរគ្នាទាញរូបភ្លេងនេះ ទាញសំឡេងនេះឲ្យវាមកដល់ក្រោយ បិទឲ្យជិតទៅមួយ ដកទៅសញ្ញាគ្រីសហ្នឹងចេញមក ចុច Save ទៅគឺអូខេហើយ មិនបាច់ចាំធ្វើអីទៀតទេ តែនេះខ្ញុំយកភ្លេង បន្ទាប់មកទៀតកន្លែង Separate នេះ អ្នកនរគ្នាកន្លែងនេះគឺកន្លែងបញ្ចូល API និងកន្លែងរើសសំឡេងស្រី សំឡេងប្រុសអញ្ចឹងណា អញ្ចឹងឧទាហរណ៍ខ្ញុំចង់បានសំឡេងប្រុស ខ្ញុំគ្រាន់ចុចចឹងហើយចុច Close យកតែម្ដង បន្ទាប់មកទៀតគឺយើងចុច Auto Run ឃើញអត់អ្នកនរគ្នាអត់មានសាំញ៉ាំ ឬក៏វែងឆ្ងាយទេ អ្នកនរគ្នាអាចចាំមួយស្បក់ទៅគឺវានឹងបកប្រែឲ្យយើងនៅលើហ្នឹងហើយ វាអត់យូរទេក្នុងការបកប្រែ ឥឡូវបន្ទាប់ពីយើងចាំមួយស្បក់ទៅ យើងអាចឃើញវានេះ វាកំពុងតែបកដើរបានប៉ុណ្ណេះភាគអី អញ្ចឹងយើងអាចយកអាភាគខាងលើដែលបកហើយហ្នឹងយកទៅផុសបាន តម្រាំតែវាបកចប់ហើយ អញ្ចឹងយើងអាចចុច Play លើហ្នឹងមើលដូចគ្នា នេះយើងបើកទៅ អូ រកឃើញថាមានការបាក់ សូមអ្នកទាំងអស់គ្នាចាក់ចេញភ្លាម លោកចេញ យន្តហោះបុកនឹងទឹកកក អាចលេខគ្រប់ពេល លោកត្រូវតែចាក់ចេញភ្លាម តើមានរឿងអ្វីកើតឡើង នាវាដែលថាសុវត្ថិភាពបំផុតហេតុអ្វីបានជាបុកទឹកកកលោកចេនអូ ក្រុមបញ្ជាការខកខានធ្ងន់ធ្ងរហើយសុវត្ថិភាពការរាយការណ៍ថា ការសាងសង់នាវាមានការកាត់ យ៉ា បន្ទាប់ពីយើងមើលត្រឹមហ្នឹងអស់ហើយ យើងអាចយករឿងទៅផុសបានហើយឃើញអត់អ្នកគ្នា អត់មានអីពិបាកធ្វើទេសម្រាប់ការធ្វើរឿងចិនណា ងាយគ្រាន់តែដាក់មួយคลิกហើយ អញ្ចឹងអ្នកគ្នាចាប់អារម្មណ៍លើ Tool នេះអីគឺអាចតាក់ទងមកសួរបាន ហើយ Tool នេះគឺ Tool Auto Run ណា ដែលវាមានមុខងារហ្នឹងនៅក្នុង Tool All in One ហើយនៅក្នុង Tool ហ្នឹងអ្នកគ្នាក៏អាចប្រើលើ All in One បានដូចគ្នា មិនមែនប្រើបានតែលើ Auto Run ទេ អញ្ចឹងមានចង្អុលអីបន្ថែមអ្នកគ្នាអាចតាក់ទងមក Telegram របស់ខ្ញុំមកដើម្បីសាកសួរព័ត៌មានលម្អិតបន្ថែម